ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺអ្នកដែលចិញ្ចឹមសត្វបាទថ្ងៃនេះខ្ញុំបាទនឹងថតនៅសកម្មភាពមួយចំនួននៃការឲ្យចំណីកណ្ដៀទៅឲ្យសត្វមាន់របស់ខ្ញុំយើងឃើញថាសត្វមាន់របស់យើងគឺមានសុខភាពល្អមែនទែនពុកម៉ែបងប្អូនបាទបងប្អូនមើលតែសកម្មភាពពួកវាទៅគឺដឹងហើយពុកម៉ែបងប្អូនបាទគ្រាន់តែឃើញយើងដើរមកចិត្តវាគឺវារត់មករោមយើងតែម្ដងហើយចំពោះកណ្ដៀដែលយើងយកមកនេះគឺយើងដាច់កោះតាមភ្លឺស្រាយបងប្អូនបាទចំពោះភ្លឺស្រាយពុកម៉ែបងប្អូនដែលមានកណ្ដៀពុកម៉ែបងប្អូនអាចយកចបទៅកាប់កោះដើម្បីយកមកធ្វើជាចំណីសម្រាប់កូនមាន់បានហើយចំពោះកណ្ដៀនេះដែរគឺពេលដែលកូនមាន់របស់យើងវាចឹកស៊ីទៅពិតជាមានសុខភាពល្អមែនបងប្អូនបាទធ្វើឲ្យមាន់របស់យើងឯងក៏មានភាពស៊ាំទៅនឹងជំងឺហើយសុខភាពរបស់វាគឺមើលឃើញថាវាមានការរុះរាយហើយមុខមាត់វាថ្លាល្អមែនទែនបងប្អូនបាទហើយទោះបីជាវាមើលទៅសុខភាពល្អក៏ដោយក៏ពុកម៉ែបងប្អូនត្រូវតែការពារក៏ដូចជាការដែលយើងធ្វើវ៉ាក់សាំងទៅលើកូនមាន់របស់យើងឲ្យបាន2មុខទៅ3មុខដែរបាទពុកម៉ែបងប្អូនបាទដើម្បីការពារជំងឺសាហាវដែលនឹងកើតឡើងលើកូនមាន់របស់យើងបាទជាពិសេសគឺជំងឺផ្ដាសាយវ៉ាក់សីនឹងឯងបើសិនជាយើងមិនការពារទេវាយនឹងផ្ទុះឡើងគឺចប់ហើយបងប្អូនបាទគឺពិបាកនៅក្នុងការព្យាបាលណាស់នៅពេលដែលយើងមិនបានការពារត្រឹមត្រូវអញ្ចឹងកូនមាន់របស់ខ្ញុំនៅពេលដែលញាស់ឡើងគឺយើងមិនប្រឡែងចោលជាមួយនឹងមេទេគឺយើងចាប់ចងមេទុកដើម្បីកុំឲ្យមេនាំដើរជុំវិញផ្ទះឬក៏ចូលនៅក្នុងដុំក្នុងព្រៃអញ្ចឹងអាចប៉ះជាមួយនឹងសត្វអាសេរពិសដូចជាពស់អីជាដើមពួកសត្វបាក់សីខ្លែងវាអាចនឹងមកចាប់កូនមាន់របស់យើងស៊ីអញ្ចឹងខ្ញុំធ្វើការចងកូនមាន់របស់ខ្ញុំហ្នឹងឯងនៅនឹងបង្គោលឈើដែលយើងបោះនៅក្រៅផ្ទះរបស់យើងដើម្បីឲ្យវានៅមួយកន្លែងកុំឲ្យវានាំកូនមកវានឹងឯងដើរទៅទីឆ្ងាយឆ្លងផ្ទះអីចឹងទៅហើយនេះគឺជាសកម្មភាពនៃការឲ្យចំណីរបស់អ្នកម្ដាយរបស់ខ្ញុំហើយគាត់ឲ្យចំណីទៅលើកូនមាន់ដែលនៅក្នុងនោះគឺយើងធ្វើការលាយជាមួយនឹងកន្ទក់កញ្ចុងកក៏ដូចជាមេចំណីសម្រាប់ដែលយើងទិញនៅផ្សារនឹងឯងបងប្អូនបាទដើម្បីឲ្យកូនមាន់របស់យើងស៊ីហើយវាមើលទៅពិតជាមានសុខភាពល្អមែនទែនបងប្អូនហើយមួយទៀតការដែលយើងចងបែបនេះគឺវាល្អមែនទែនបងប្អូនបាទពីព្រោះថាកាលណាដែលយើងមិនធ្វើបែបនេះទេតាមការអង្កេតរបស់ខ្ញុំនៅពេលដែលយើងឡើងគឺអត្រានៃការរស់កូនមាន់រស់ភាគច្រើនគឺมันបានច្រើនទេបងប្អូនបាទហើយចំពោះពុកម៉ែបងប្អូនដែលចិញ្ចឹមកូនមាន់ទៅមានអត្រាងាប់ច្រើននៅពេលដែលពុកម៉ែបងប្អូនប្រឡែងខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនសាកធ្វើវិធីនេះបានពុកម៉ែបងប្អូនបានដោយនៅពេលដែលមេមាត់របស់យើងចាប់ផ្ដើមញាស់យើងធ្វើការបង្ខាំងឬក៏ចាប់ចងជើងមេមាន់ហ្នឹងនៅនឹងបង្គោលមួយកន្លែងកុំឲ្យវាធ្វើការដើរចូលក្នុងដុបចូលក្នុងព្រៃអញ្ចឹងទៅវាអាចនឹងជួបនៅហានិភ័យនៃការស្លាប់មួយចំនួនអាចនឹងកើតឡើងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើបែបនេះពីព្រោះថានៅពេលដែលខ្ញុំធ្វើបែបនេះគឺខ្ញុំគិតថាវាជាជំហានជោគជ័យដែរពុកម៉ែបានព្រោះថាយើងធ្វើបែបនេះគឺអត្រារស់ច្រើនចំពោះអត្រាដែលវាងាប់ហ្នឹងគឺมันងាយកើតមានពុកម៉ែបងប្អូនបាទជាងការ20 30អញ្ចឹងមានមួយអញ្ចឹងទៅដោយសារតែការគ្រប់គ្រងរបស់មេហ្នឹងឯងមិនបានល្អនៅពេលវាដេកមេក្របអត់ចិត្តល្អអញ្ចឹងទៅធ្វើឲ្យកម្ដៅរបស់វាហ្នឹងឯងខ្វះកម្ដៅធ្វើឲ្យកូនខ្សោយអញ្ចឹងទៅនៅពេលយើងធ្លាក់ដំបងណាបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មិនមានអ្វីច្រើននោះទេហើយខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែតាមដាននៅទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយបើសិនបើពុកម៉ែបងប្អូនគិតថាវីដេអូមួយនេះមានសារៈប្រយោជន៍ដល់ពុកម៉ែបងប្អូនសូមជួយចុច like និង subscribe នៅ channel របស់ខ្ញុំមួយនេះផងបាទសូមអរគុណសូមគោរពជម្រាបលា